បាទមកដល់ឥឡូវនេះសិស្សនិស្សិតដែលមករៀននៅសាលាសុនមូលប្រទេសកូរ៉េអាចនិយាយបានថារៀងច្រើនគ្រាន់បើដែរដល់តែគ្នាដោយសារតែមកជាបន្តបន្ទាប់ពីមជ្ឈមមាសទៅមជ្ឈមមាសគឺមាននិស្សិតខ្មែរយើងមកដាក់ពាក្យមករៀនជាបន្តបន្ទាប់អញ្ចឹងណាទាំងគ្នាហើយបើយើងនិយាយពីសកម្មភាពវិញអ្នកនរគ្នាអ្នកដែលគាត់មករៀននៅនេះមិនថាចំនួនណាទេគឺយើងមានជាគ្រប់យើងស្គាល់គ្នាទៅវិញទៅមកអញ្ចឹងដូចបងប្អូនអញ្ចឹងអ្នកគ្នាដូចមើលនៅក្នុងសកម្មភាពនេះអញ្ចឹងគឺយើងមករដូវកាលក៏ដូចជាឆមាសផ្សេងគ្នាទេប៉ុន្តែយើងស្គាល់គ្នាយើងរាប់អានគ្នាដូចបងប្អូនអញ្ចឹងទៅណាទៅណីគឺយើងទៅជាក្រុមជាអីអញ្ចឹងដើម្បី support គ្នាទៅវិញទៅមកអីចឹងទៅអ្នកគ្នាហើយសាលាគេមានកម្មវិធីកម្មអីចឹងទៅយើងជួយ support គ្នាថាដោយសារតែយើងឥឡូវមានគ្នារៀងច្រើនដែរអញ្ចឹងយើងត្រូវបញ្ចេញសកម្មភាពកុំឲ្យចាញ់ប្រទេសគេអញ្ចឹងណាជាទូទៅយើងអត់សូវមានគ្នាដោយសារតែមាន4-5នាក់អញ្ចឹងយើងអត់ដឹងថាធ្វើពីណាទៅណាអញ្ចឹងឥឡូវយើងមានគ្នាអាចថាពី30នាក់ទៅហើយអញ្ចឹងយើងអាចបញ្ចេញសកម្មភាពនៅក្នុងសាលាឲ្យគេស្គាល់ប្រទេសយើងដែរអញ្ចឹងទៅហើយបើយើងនិយាយពីសកម្មភាពនៅក្នុងសាលាវិញគឺថាច្រើនខ្លាំងមែនទែនអ្នកគ្នាដូចខ្ញុំកំថតនេះគឺគេតាំងពីពណ៌ពី AI ណាអ្នកគ្នាពីបច្ចេកទេសនៃការប្រើប្រាស់ AI អញ្ចឹងទៅហើយសម្រាប់នៅក្នុងវីដេអូនេះផងដែរខ្ញុំនឹងបង្ហាញអ្នកគ្នាចុងវីដេអូដោយសារតែគេមានកម្មវិធីតាំងពីពណ៌ម្ហូបតាមប្រទេសមួយអញ្ចឹងណាហើយនៅក្នុងហ្នឹងយើងប្រទេសយើងក៏មានការចូលរួមដែរតាំងពីពណ៌ម្ហូបមុខម្ហូបលក់ទៅឲ្យនិស្សិតបរទេសភ្លក់អញ្ចឹងទៅស្នាដៃថាម្ហូបខ្មែរយើងឆ្ងាញ់យ៉ាងម៉េចអញ្ចឹងណាបាទឥឡូវនេះយើងបានមកដល់កន្លែងកម្មវិធីអ្នកគ្នាហើយទីតាំងដែលយើងធ្វើកម្មវិធីហ្នឹងគឺនៅកន្លែងដមស្នាក់នៅរបស់និស្សិតបរទេសអញ្ចឹងអ្នកដែលគាត់មកឆមាសដំបូងគឺស្នាក់នៅហ្នឹងឯងអ្នកគ្នាហើយនេះគឺជាស្តង់របស់តាមប្រទេសមួយមានកូរ៉េមានជប៉ុនមានមីយ៉ាន់ម៉ាមានខ្មែរយើងមានហុងកុងមានអីចឹងទៅបើសិនឲ្យសម្រាប់ជនជាតិបរទេសក្បែរយើងប្រហែលគេអត់ចូលរួមធ្វើអញ្ចឹងអ្នកគ្នានាំអ្នកគ្នាទៅមើលមុខម្ហូបមួយបាទនេះមានប្រេស៊ីលអ្នកគ្នាមុខម្ហូបគេតំណងដែរតាហើយខ្មែរយើងមានបង្អែមមានបបរមានស្អីគេហៅអីគេនំបញ្ចុកហើយស្នាដៃក៏ពួកខ្ញុំទៅទិញពីក្បាលវីដេអូហ្នឹងអាហ្នឹងគឺយើងចូលរួមកម្មវិធីមួយគ្នាអ្នកនរគ្នាយើងធ្វើចេះមានន័យថាយើងមានក្រុមមួយសម្រាប់ឲ្យគ្នាយើងដឹងថាយើងមានកម្មវិធីអីចឹងណាសម្រាប់សិស្សច្បងដែលគាត់កាន់ការគ្រប់គ្រងអាហ្នឹងគឺផ្ដល់ព័ត៌មានមកថាយើងមានកម្មវិធីនេះតើអ្នកនរគ្នាអាចចូលរួមបានអត់ទេអញ្ចឹងយើងចូលរួមទៅជួយទិញរបស់របរមកអីចឹងមកចូលរួមជាមួយនឹងកម្មវិធីជាមួយគេហើយសម្រាប់លុយយើងធ្វើកម្មវិធីហ្នឹងគឺខាងសាលាគេ pay ឲ្យទាំងអស់អ្នកនរគ្នាអត់ចាំបាច់យើងចំណាយទេយើងចំណាយទៅលើតែកម្លាំងក្នុងការចូលរួមធ្វើតែប៉ុណ្ណោះហើយអ្នកនរគ្នាមិនដែរនេះនិយាយចំទៅនៅពេលដែលសមាជិកប្រទេសយើងមកចូលរួមច្រើនគឺយើងមានសកម្មភាពច្រើននៅក្នុងសាលាហ្នឹងតែម្ដងហើយយើងបិទទង់ជាតិរបស់យើងនៅក្នុងសាលាហ្នឹងគឺគេស្គាល់តែម្ដងអ្នកគ្នាអញ្ចឹងនៅពេលដែលយើងមានគ្នាច្រើនអញ្ចឹងយើងមានសកម្មភាពច្រើនគឺយើងអាចចូលរួមជាមួយនឹងកម្មវិធីនៅក្នុងសាលានឹងបានគ្រប់ទម្រង់តែម្ដងឲ្យតែយើងមានសមត្ថភាពបាទអូខេអ្នកគ្នាអញ្ចឹងវីដេអូរបស់យើងមានតែប៉ុណ្្នឹងទេអញ្ចឹងមានសកម្មភាពក្រោយទៀតហើយខ្ញុំនឹង share ចែកជូនទៅកាន់អ្នកនរគ្នាហើយសម្រាប់បងប្អូនយើងក្មេងៗដែលគាត់ចប់ទី12ឬក៏ចង់បន្តការសិក្សានៅប្រទេសកូរ៉េសាលាសុនមូលនេះអាចតំណងសួរព័ត៌មានបានគឺខ្ញុំចេះប៉ុន្មានខ្ញុំចែកចម្លែកទៅប៉ុណ្ណឹង